ពេលខ្ញុំកំពុងគេងមេដោះលួចលាក់ឲ្យថ្នាំបង្រួញមកខ្ញុំហើយថែមទាំងថតរូបខ្ញុំជាមួយតុកតានៅក្បែរខ្ញុំភ្ញាក់ពីដំណេកដោយសារពន្លឺភ្លើងស្ត្រីបម្រើដោយឃើញខ្ញុំភ្ញាក់ពីដំណេកក៏ចាប់ខ្ញុំដោយក្អៅហើយបោះខ្ញុំចូលក្នុងទូគូបន្ទាប់ពីធ្វើអ្វីទាំងអស់នេះហើយនាងបានចាក់ចេញភ្លាមនោះប្តីខ្ញុំក៏ភ្ញាក់ពីដំណេកដឹងថាបាត់ភ្លាមគាត់ព្យាយាមទូរស័ព្ទមកខ្ញុំដោយភិតភ័យប៉ុន្តែទូរស័ព្ទរបស់គាត់មិនអាចតាក់ទងបានទេដោយគាត់ឆ្ងល់ថាត្រូវធ្វើម៉េចក៏មេដោះក៏ចូលមកប្តីខ្ញុំសួរនាងថាដឹងខ្ញុំនៅណាប៉ុន្តែនាងធ្វើពុតជាមិនដឹងខ្ញុំបន្តគូកញ្ចក់ប៉ុន្តែប្តីខ្ញុំមិនឬខ្ញុំទេរំពេចនោះខ្ញុំបានសម្គាល់ឃើញច្រកចេញពីខាងលើទើបខ្ញុំសម្រេចចិត្តឡើងចេញដោយខ្លួនឯងខ្ញុំខំប្រឹងឡើងលើគោឈើដោយមានពូធំធាត់ដេញតាមខ្ញុំសំណាងល្អខ្ញុំឆាប់ចេញទៅខាងក្រៅខ្ញុំឈរនៅលើទូហើយបន្តស្រែកសង្ឃឹមថាប្តីរបស់ខ្ញុំនឹងកត់សម្គាល់ប៉ុន្តែសូម្បីតែបន្ទាប់ពីខ្ញុំស្រែកខ្លួនឯងស្អកក៏ដោយក៏គាត់នៅតែមិនចាប់អារម្មណ៍គាត់គ្រាន់តែយកផ្ទាំងរូបភាពមនុស្សសបាត់ខ្លួនខ្ញុំចេញទៅក្រោយពីប្តីខ្ញុំចាក់ចេញមេដោះបង្ហាញពណ៌ពិតរបស់នាងមេដោះបានយកដបថ្នាំពង្រីកមួយដបហើយធ្វើឲ្យរូបនាងកាន់តែប្រសើរឡើងខ្ញុំលោតចុះពីតុហើយប្រញាប់ទៅខាងនាងដោយទាត់កែងជើងរបស់នាងម្ដងហើយម្ដងទៀតនាងបានទាត់ខ្ញុំចេញហើយថែមទាំងបើកម៉ាស៊ីនបូមធូលីមនុស្សយន្តទៀតផងខ្ញុំគ្មានជំរើសក្រៅពីគេចខ្លួនទេសំណាងល្អខ្ញុំរួញល្មមជាប់គាំងនៅជ្រុងមួយហើយរត់គេចខ្លួនពេលប្តីខ្ញុំត្រឡប់មកវិញមេដោះបង្ហាញរូបថតคล้ายប្តីខ្ញុំខូចចិត្តឃើញបែបនេះខ្ញុំស្រាប់តែមានគំនិតមួយខ្ញុំបានដើរទៅរកជើងមេដោះដោយស្ងាត់យកកាំបិតកាត់កែងជើងគាត់ពេលក្រោកឈរគាត់បាត់លំនឹងហើយដួលទៅដីខ្ញុំឆ្លៀតឱកាសយកថ្នាំពង្រីកនាងបានកាយវិការឲ្យប្តីរបស់ខ្ញុំចាក់ស្រាឲ្យនាងដែលគាត់បានធ្វើដោយគោរពប្រតិបត្តិនៅថ្ងៃបន្ទាប់មេដោះបានក្រោកពីគ្រែហើយមើលបរោះដែលកំពុងដេកក្បែរនាងដោយគិតថាទីបំផុតនាងជំនួសខ្ញុំហើយប៉ុន្តែពេលនាងទាញវាំងនុនមកវិញនាងបានឃើញភ្នែកដ៏ធំហើយនៅជាប់នាងគឺបរោះផ្លាស្ទិកខ្ញុំថែមទាំងបានប្រគល់ផ្ទះតូចមួយដែរខ្ញុំបានធ្វើសម្រាប់នាងទៅឲ្យកូនដែលបានស្លាប់ទោះបីជានាងមិនវិលមុខក៏ដោយក៏នាងនឹងក្អួតដែរ